យើងគឺស្គាល់ជាមួយនឹង database server របស់យើងហើយអញ្ចឹងខ្ញុំពេចចេញមកអញ្ចឹងខ្ញុំក៏មាន file មួយចំនួនអញ្ចឹងខ្ញុំក៏មាន PHP ដែរគឺខ្ញុំបានយកវាទៅទុកនៅក្នុង file នៅក្នុង file គឺ HTML ឬ raw ផងដែរអញ្ចឹងខ្ញុំចេញមកគឺ web គឺ web អញ្ចឹងនៅក្នុងបច្ចេកហ្នឹងក៏ខ្ញុំត្រូវ config មួយចំនួនដែរដើម្បីឲ្យវាស្គាល់ database ជាមួយនឹង database អញ្ចឹងខ្ញុំចូលទៅក្នុង sim var wp html web ខ្ញុំចូលទៅកែ file មួយឈ្មោះថា env អញ្ចឹងគឺ nano.env អញ្ចឹងនៅក្នុង env អញ្ចឹងអានេះគឺ TP host អញ្ចឹងអានេះគឺ IP របស់database server របស់យើងហើយ port នេះគឺជា database ហើយនេះគឺជា user ហើយ password ហើយក៏យើងមាននៅ URL ដែរអញ្ចឹង URL ដើម្បីយើងអាច access ទៅកាន់វាបានហើយខ្ញុំបាន config រួចរាល់ហើយនៅក្នុង file.env ហើយខ្ញុំក៏បាន install នៅ nginx service រួចផងដែរអញ្ចឹងគឺខ្ញុំអាចសាកមើលថា service ហ្នឹងវាដើរអញ្ចឹង systemctl status nginx nginx អញ្ចឹង service របស់យើងក៏ដើរដែរសម្រាប់សម្រាប់អញ្ចឹងសម្រាប់ nginx របស់យើងក៏ដើរដែរហើយខ្ញុំក៏បាន install នៅ PHP អីរួចហើយអស់ផងដែរអញ្ចឹងខ្ញុំអាចចុងទៅ config វាបាននៅអញ្ចឹងខ្ញុំត្រូវការបង្កើតមួយគឺ virtual host ហើយយើងហៅថាយើងបង្កើត virtual host មួយដើម្បីឲ្យយើងអាចដំណើរការនៅ web application របស់យើងបានអញ្ចឹងយើងធ្វើការហៅនេះនៅក្នុង site available អញ្ចឹងខ្ញុំចូលក្នុង no etc nginx site available អញ្ចឹងweb.config របស់យើងអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានកំណត់ server 2អញ្ចឹងទី1ហ្នឹងគឺយើងដើរជាមួយនឹង port 80ដែលឈ្មោះ server របស់យើងគឺ sado.sopo.uk អញ្ចឹងរាល់ request ទាំងអស់តាមរយៈ port 80វានឹង link automatic មកកាន់ port 443អញ្ចឹងគាត់ថាយើងវាយ HTTP ឬក៏ HTTPS អញ្ចឹងវានឹង access មក HTTPS directly តែម្ដងអញ្ចឹងសម្រាប់ block TP នេះគឺយើង apply នៅ ASL អញ្ចឹង ASL របស់យើងគឺដើរនៅលើ port 443ហើយអញ្ចឹង server name របស់យើងគឺដូចគ្នាទេ sado.sopo.uk អញ្ចឹងអានេះគឺសម្រាប់ certificate key certificate អញ្ចឹង SL certificate អញ្ចឹងអាហ្នឹងគឺជា file ដែលយើងបានទុកចាំតិចទៀតអូខេអញ្ចឹង file យើងបានទុកអញ្ចឹងនៅក្នុងហ្នឹងក៏ខ្ញុំបានដែរខ្ញុំអាច control X ចេញទៅអញ្ចឹងខ្ញុំអាច cat វាមើលអញ្ចឹង etc nginx ssl ssl full អញ្ចឹង full chain name ហ្នឹងគឺcertificate ហើយសម្រាប់private key អញ្ចឹងយើងមាននៅ private key ដែរអញ្ចឹងនេះគឺជា private key អូខេអញ្ចឹងcertificate របស់យើងអញ្ចឹងយើងត្រូវ link ទៅកាន់file certificate របស់យើងហើយនេះក៏យើងត្រូវ link ទៅកាន់ file key របស់យើងដែរហើយសម្រាប់នេះគឺ protocol ទេអញ្ចឹងអានេះគឺ version របស់ SSL របស់យើងសម្រាប់នេះគឺជា encryption ទេហើយអាហ្នឹងគឺសម្រាប់ encryption អញ្ចឹងអា SL សម្រាប់ SL cipher ណាហ្នឹងគឺជា encryption រវាង client ទៅកាន់ web និង server ទេអញ្ចឹងសម្រាប់ session time out អញ្ចឹងអាហ្នឹងគឺយើងធ្វើខាច់រយៈពេល5នាទីអញ្ចឹងថាបើយើងកន្លែងហ្នឹងវិញថាបើយើង access ទៅកាន់ web របស់យើងរយៈពេល5នាទីអញ្ចឹងបើសិនបើយើង log out វាចេញអីអញ្ចឹងរយៈពេលត្រឹម5នាទីបើមិនទាន់ផុត5នាទីទេគឺយើងអាច access យកទៅយើងអាច access បន្តការប្រើរបស់យើងបានអញ្ចឹងសម្រាប់
ចូលនៅលើ web អញ្ចឹងរយៈពេល10មេគឺS អញ្ចឹងគឺវា10មេសម្រាប់ស្គាល់ខាច់អញ្ចឹងដើម្បីឲ្យ web របស់យើងហ្នឹងអញ្ចឹងដល់ពេលដែលយើង access ម្ដងទៀតគឺវាលឿនមកអញ្ចឹងវាអាចបាច់គឺវាស្គាល់ខាច់នៅលើ browser របស់យើងហើយឧទាហរណ៍បើសិនបើយើងបាន clear ខាច់នៅលើ browser របស់យើងទេគឺយើងអាច access វាបានធម្មតាទេតែយើង clear គឺយើងត្រូវ access ម្ដងទៀតអញ្ចឹងសម្រាប់នេះគឺជា directory របស់យើងអញ្ចឹងសម្រាប់ directory ដែលយើងអាចឲ្យ application របស់យើងដំណើរការបានអញ្ចឹងគឺក្នុង web អញ្ចឹងសម្រាប់Laravel គឺយើងតតែ link ឲ្យដល់ public ទៅវាអាចដំណើរការអញ្ចឹង link ទៅកាន់ index.php របស់យើងហើយនេះគឺជា location សម្រាប់ location ហ្នឹងគឺជា block មួយនៅពេលដែលយើង access វានៅពេលយើង access ទៅកាន់ web របស់យើងអញ្ចឹងវានឹង redirect ចូលមកក្នុងហ្នឹងដើម្បីធ្វើការ refer ដល់ file របស់យើងហ្នឹងចា URL របស់យើងហ្នឹងវាមាននៅក្នុង directory របស់យើងតែអត់អញ្ចឹងបន្ទាប់ពី វា route មកកាន់ហ្នឹងមកកាន់កន្លែង location ហ្នឹងអញ្ចឹងវានឹង automatic route មកកាន់ location កន្លែងដល់ PHP ហ្នឹង